ទឹកចិត្តពិតជាសំខាន់កូនជាទីស្រឡាញ់ពុកនិងម៉ែធ្លាប់ប្រាប់កូនមកហើយថានោះយើងកាលនឹងទៅនៅក្នុងទីណាណានៅជាមួយនឹងអ្នកណាក៏ដោយសូមឲ្យកូនជាមនុស្សមានទឹកចិត្តកូនហើយខ្វះអ្វីអាចខ្វះបានតែកុំឲ្យខ្វះទឹកចិត្តគឺកុំឲ្យមានចិត្តចង្អៀតចង្អល់គិតតែពីបានមកខ្លួនឯងមិនគិតគេផងនោះឡើយនោះយើងបើខ្វះទឹកចិត្តហើយគឺមិនមានអ្នកណាចង់មកនៅឬក៏មកគប់រោគដោយពិតប្រាកដកាលដែលគេចិត្តតែទ្រាំនៅក៏ព្រោះមកអំពីគេមិនទាន់រស់ផ្លូវទៅបានតែប៉ុណ្ណោះពីដូចទីកន្លែងដែលក្រទឹកដូច្នោះឯងមនុស្សសត្វមិនប្រាថ្នានឹងរស់នៅឡើយចង់តែទៅនៅទីណាកន្លែងណាដែលមានទឹកបរិភោគប្រើប្រាស់គ្រប់គ្រាន់តែប៉ុណ្ណោះម្លែកមនុស្សដែលមានទឹកចិត្តជំនាញតែងតែមាននៅពពួកជនមកពឹងពាក់ពំនាក់អាស្រ័យហើយបាននៅហើយក៏មិនប្រាថ្នានឹងចាក់ចេញទៅដែរសំបីដល់ទៅថាទីកន្លែងចង្អៀតក៏ចេះតែនៅបានដោយពាក្យថាចង្អៀតកាយកុំតែចង្អៀតចិត្តកូនដឹងយ៉ាងនេះហើយគួរតែព្យាយាមធ្វើខ្លួនឲ្យជាមនុស្សមានទឹកចិត្តជាពិសេសនោះគឺថាជាមួយមនុស្សដែលនៅចិត្តគ្នានឹងកូនហ្នឹងមនុស្សដែលកូនត្រូវពឹងពាក់អាស្រ័យគេដើម្បីជួយធ្វើការងារអីដូចជាកូនឈ្នួលឬក៏កូនចៅនៅក្រៅមួយវាតជាដើមអ្វីដែលកូនអាចជួយបានកូនជួយគេទៅកូនត្រូវចាំថាមនុស្សដែលមានតម្លៃគឺមនុស្សដែលគេត្រូវការមនុស្សដែលមានតម្លៃគឺមនុស្សដែលគេត្រូវការអ្វីក៏ដោយឲ្យតែគេត្រូវការរមែងមានតម្លៃជាសំខាន់ទៅទៀតគឺរបស់ក្រមនុស្សមានទឹកចិត្តកម្ររស់ណាស់នៅក្នុងលោកថែមទាំងណានាក៏ត្រូវការមនុស្សដែលមានទឹកចិត្តដែរណាកូនក្នុងគ្រួសារក្នុងភូមិស្រុកទាំងក្នុងសង្គមជាតិសុទ្ធតែត្រូវការមនុស្សដែលមានទឹកចិត្តនេះណាស់ដូច្នេះកូនត្រូវតែជាមនុស្សមានទឹកចិត្តអ្នកណាដែលធ្លាប់បានធ្វើល្អធ្វើប្រយោជន៍ឲ្យដល់កូនកូនត្រូវកុំភ្លេចគុណបុណ្យរបស់អ្នកនោះកូនត្រូវតបស្នងសងគុណដោយទឹកចិត្តប្រកបដោយកតញ្ញូតាធម៌កូនត្រូវមានរង្វាន់មានកម្លាំងចិត្តឲ្យដល់អ្នកអតីតដែលគេធ្លាប់បានធ្វើនៅសេចក្តីល្អមករកកូនយ៉ាងហោចណាស់ក៏កូនត្រូវសរសើរចំពោះសេចក្តីល្អរបស់គេដើម្បីឲ្យគេបានរីករាយចិត្តផងដែរការអើពើដោយទឹកចិត្តនេះឯងណាកូនគឺជាមុនដ៏វិសេសសម្រាប់ឆក់ស្រូបអ្នកដទៃឲ្យគេមកស្រឡាញ់រាប់អានកូនទន់ភ្លន់ចំពោះកូនទឹកចិត្តគឺជារបស់វិសេសណាស់កូនហើយជាគុណសម្បត្តិដ៏ស័ក្តិសិទ្ធិដូចជាកែវមណីដែលអាចធ្វើឲ្យមនុស្សមានរូបមិនស្អាតហ្នឹងទៅជារូបស្អាតបានដូច្នោះឯងមិនត្រឹមតែប៉ុណ្ណោះទេសំបីសេចក្តីល្អជាគុណបុណ្យកុសលផ្សេងក៏ធ្លាក់ចុះមកចូលក្នុងចិត្តសន្តានរបស់មនុស្សដែលមានទឹកចិត្តនេះឯងទឹកចិត្តគឺជាសេរីសួស្តីនៃជីវិតណាកូនសម្លាញ់